បាទសួស្តីអ្នកទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញជូនអំពីរបៀបបង្កើតគណនីគ្រូបង្រៀននៅលើ website code.org ណាបាទអញ្ចឹងមិនពិបាកទេក្នុងការបង្កើតគណនីលោកអ្នកគ្រាន់តែចូលមកកាន់ website code.org code.org នេះយើងនឹងមកដល់ផ្ទាំងនេះបន្ទាប់មកលោកគ្រូអាច check មើលបាននៅខាងលើហ្នឹងវាមានnew project sign in ហើយនិង create account អញ្ចឹងករណីបើលោកគ្រូមានគណនីហើយយើង sign in ប៉ុន្តែបើអត់មានទេគឺយើងបង្កើតគណនីថ្មីនៅត្រង់ create account ណាបាទយើងចុចលើវាបាទបន្ទាប់មកវានឹងនាំទៅដល់ផ្ទាំងមួយទៀតដែលផ្ទាំងហ្នឹងមានជម្រើស2ទី1គឺ am a student យើងបង្កើតជាគណនីសិស្សហើយមួយទៀតគឺ am a teacher បាទការបង្កើតគណនីគ្រូបាទអញ្ចឹងយើងចុច sign up as a teacher បាទយើងចុចលើវាមកបាទបន្ទាប់មកយើងនឹងដល់ជម្រើសនៃការបង្កើតគណនីហ្នឹងគឺមានជម្រើសច្រើនមានអាចយកតាម Google ក៏បាន Microsoft ក៏បាន Facebook ក៏បានឬក៏ Clever ក៏បានហើយប្រសិនបើលោកគ្រូអាចជ្រើសរើសគណនីទាំងអស់ហ្នឹងប្រសិនបើយើង sign in ស្រាប់នៅក្នុង browser នេះគឺយើងចុចទៅគឺយើងប្រើប្រាស់បានប៉ុន្តែប្រសិនបើលោកគ្រូខ្ជិលឬក៏ចង់បង្កើតដោយខ្លួនឯងយើងអាចទៅ save email បាទបន្ទាប់មកយើងអាចដាក់ password ហើយនេះជាគំរូលេខកូដគេឲ្យមកយើងអាចដាក់គំរូបែបហ្នឹងហើយ password ហ្នឹងពាក្យសម្ងាត់ហ្នឹងយ៉ាងតិចបំផុត6ខ្ទង់ណាដែលមានអក្សរមានលេខនិមិត្តសញ្ញាជាដើមហើយប្រអប់នេះគឺយើង confirm password ដាក់ password ដូចគ្នាយើងចុចបង្កើតគណនីប៉ុន្តែដោយសារខ្ញុំអត់ចង់ទៅសេឡើងវិញទេខ្ញុំមានគណនី Google ខ្ញុំ sign up តាមរយៈ Google ណាបាទខ្ញុំចុច Google បាទបន្ទាប់មកវានឹងឲ្យយើងជ្រើសរើសទៅកាន់គណនី Google Gmail ណាមួយដែលយើងបានប្រើប្រាស់បាទអញ្ចឹងនេះខ្ញុំមានគណនីនេះស្រាប់ខ្ញុំចុចលើវាបាទហើយបើសិនលោកអ្នកគ្រូអត់ទាន់បាន sign in ទេវានឹងឲ្យយើងវាយ password ឡើងវិញណាប៉ុន្តែអានេះអត់ចាំបាច់វាយដោយសារខ្ញុំបាន sign in ស្រាប់នៅក្នុង browser នេះហើយបាទអញ្ចឹងយើងគ្រាន់តែចុចទៅលើគណនីរបស់យើងហ្នឹងបាទវានឹងនាំយើងចូលទៅកាន់ code.org តែម្ដងបាទអញ្ចឹងខ្ញុំចុច continue បាទហើយយើងរងចាំបន្តិចទៅបាទវា process បាទទៅកាន់ website បាទតែប៉ុណ្្នឹងទេក្នុងការបង្កើតគណនីគ្រូគ្រាន់តែយើងចុច sign up ហើយយើងជ្រើសរើសប្រភេទគណនីណាបាទបន្តមកទៀតយើងបំពេញព័ត៌មានបាទហើយព័ត៌មានហ្នឹងខាងលើគេគឺឈ្មោះរបស់យើងបាទគឺថាខ្ញុំដាក់ Mr. ចិនភិរុនឈ្មោះរបស់ខ្ញុំបាទហើយកន្លែង primary role នេះគឺតួនាទីរបស់យើងជាស្អីណាជា classroom teacher ជា STEM technology teacher ជា subject area teacher librarian school media specialist home school teacher អញ្ចឹងទៅអញ្ចឹងត្រូវមួយណាយើងយកមួយហ្នឹងទៅ administrator ណាមាន school admin អញ្ចឹងទៅឬក៏ district administrator អញ្ចឹងទៅបាទមាន admin របស់សាលាឬក៏នៅស្រុកអីចឹងទៅហើយមាន parent ហើយ order បើយើងអត់ចង់ពេញទេយើងយក order ប៉ុន្តែនៅទីនេះយើងជាគ្រូបរិញ្ញាខ្ញុំយកកន្លែង classroom teacher បាទ country រើសប្រទេសយើងបាទយើងចុចហើយយើងរើស Cambodia មកអូសមកដល់ CA មកគឺ Cambodia ណាប៉ុណ្ណេះអូខេនេះយើងយក Cambodia ហើយ organization name ហ្នឹងឈ្មោះអង្គភាពយើងគេថាខ្ញុំគុកព្រីង high school បាទ high school បាទបែបនេះហើយបន្តមកយើងគ្រីសមកបាទយើង keep me update មកគ្រីសវាហើយបន្តមកយើងយកពាក្យថា go to my account ណាបាទអញ្ចឹងនៅពេលដែលយើងបំពេញព័ត៌មានរួចរាល់ហើយយើងចុច go to my account គេនឹងនាំយើងមកកាន់គណនី code.org អញ្ចឹងខ្ញុំបានបង្កើតគណនីគ្រូរួចរាល់ហើយបាទហើយយើងចូលមកដំបូងវានឹងឲ្យយើងបង្កើត section ថ្នាក់រៀនណាបាទអញ្ចឹងខ្ញុំខ្វែងចោលសិនដើម្បីមើលផ្ទាំងហ្នឹងណាហើយនេះយើងមាន AI teaching assistant មួយបាទយើងអាចមើលវាបានតែខ្ញុំអត់មើលទេអញ្ចឹងការបង្កើតថ្មីរបស់យើងគឺចប់ប៉ុណ្ណឹងគឺយើងបង្កើតមកហើយថ្ងៃក្រោយយើងគ្រាន់តែចុច sign in មកយើងនឹងចូលមកដល់ផ្ទាំងនេះតែម្ដងហើយខ្ញុំអត់ទាន់មានថ្នាក់រៀនអញ្ចឹងខ្ញុំឆែកអត់ឃើញថ្នាក់ទេអញ្ចឹងលោកគ្រូអាចបង្កើតថ្នាក់រៀន create assistant ហ្នឹងទៅហើយក្នុងមេរៀនបន្ទាប់ខ្ញុំនឹងបង្ហាញអំពីរបៀបបង្កើតហ្នឹងបាទអញ្ចឹងយើងនឹងជួបគ្នានៅវីដេអូបន្តទៀតទាក់ទងទៅនឹងការបង្កើតថ្នាក់រៀនបាទសូមអរគុណ